បាទសួស្តីបងប្អូនឥឡូវយើងមើលដៃគូសហការបាទតែគាត់ទៅតែកំង100ឈុតបាទ100ឈុតហ្នឹងគឺរៀបប្រកបដល់2ដងបាទម្ដងបកបានតែ300គូជាងទេឥឡូវតែរៀបហើយ50ឈុតទៀតទាំងអស់សរុបទៅវា100ឈុតបាទនេះគឺយើងរៀបចឹងនិយាយចំយើងដាក់នៅដីបាទបងប្អូនដាក់នៅដីបាទដាក់នៅលើយើងចាក់ឡប់ឡែណាបាទចាក់សាបនេះគេហៅឡប់ឡែទេបើសាបស្អាតជាងហ្នឹងបាទតែគាត់វាយធ្នើអញ្ចឹងយើងអត់ចង់វាយធ្នើក៏បានដែរបាទយើងដាក់នៅក្រោមក៏បានត្រួតពីលើគ្នា5កធុន4 5ក៏បានដែរគាត់ថាយើងដាក់អញ្ចឹងដើម្បីការពារសัตว์ឬក៏សម្ោចអីចឹងណាយើងស្រួលការពារយើងគាត់ថាលាបពេញម៉ាស៊ីនពីក្រោមតែតាមពិតដួងដូចជាសម្ោចឲ្យវាហ្នឹងដូចជាមិនសូវបញ្ហាទេបាទតែកន្លែងខ្លះក៏សម្ោចខ្មៅអាហ្នឹងក៏វាឡើងស៊ីចំណីដូចយើងដាក់ចេកអីចឹងទៅវាក្លិនចេកហ្នឹងវាឡើងស៊ីចឹងដែរបាទហើយបងប្អូនអាចចង់កំងឈុតលក្ខណៈ50ឈុត100ឈុតនេះខ្ញុំដឹកទៅដល់ទីតាំងលាចំណីបង្រៀនបច្ចេកទេសចិញ្ចឹមបាទយើងអាចទទួលទិញសាច់មកវិញហើយបង្រៀនធ្វើទីផ្សារលក់នៅក្នុងតំបន់បងប្អូនបាទគឺអត់ពិបាកទេបាទឲ្យតែថាបងប្អូនចង់ចិញ្ចឹមហើយការចិញ្ចឹមដងនេះដែរគឺវាមានភាពងាយស្រួលចំណេញសម្រាប់យកជីនឹងទៅដាក់ដំណាំអីផ្សេងគឺវាមានប្រយោជន៍ច្រើនយ៉ាងបាទមិនត្រឹមតែបានសាច់ដួងទេបងប្អូនគឺយើងអាចផលិតជាជីកំប៉ុស្តបាទដាក់ដំណាំបន្លែផ្លែឈើដូងសម្រាប់បងប្អូនដែលមានចការធំៗហ្នឹងចិញ្ចឹមដួងមិនខុសបំណងទេបាទសូមអរគុណ